Hello សួស្តីទាំងអស់គ្នាវិលមកជួបជាមួយមីនពេជ្រទៀតហើយនៅក្នុង channel ពេជ្រសម្រាប់រឿងថ្ងៃនេះ admin នឹងលើកយកជួបស្នេហ៍ចៃដន្យភាគទី6ជូនអ្នកទាំងអស់គ្នាហើយ admin ក៏ជាសប្បាយចិត្តមែនទែនដែលឃើញអ្នកទាំងអស់គ្នាបានជួយ subscribe និងចូលចិត្តនៅសាច់រឿងមួយនេះនិងចូល comment នៅក្នុងវីដេអូ admin ក៏ជាសប្បាយចិត្តខ្លាំងមែនទែនអញ្ចឹងហើយអ្នកទាំងអស់គ្នាបន្តបែបទៀតគឺ admin មានអារម្មណ៍ថាសប្បាយចិត្តដោយសារតែមានអ្នកទាំងអស់គ្នាជួយគ្រប់គ្រងអញ្ចឹង admin អាចនឹងមកធ្វើរឿងនឹងបន្តឲ្យអ្នកទាំងអស់គ្នាហើយមួយវិញទៀតដោយសារតែ admin រវល់ហើយណាមួយដូចជាអ្នកទាំងអស់គ្នាលឺនៅក្នុងវីដេអូមុនអញ្ចឹងគឺ admin អត់ស្រួលខ្លួនហើយឥឡូវហ្នឹងក៏ admin អត់ស្រួលខ្លួនអីបានដែរប៉ុន្តែដោយសារតែអ្នកទាំងអស់គ្នាស្រឡាញ់និងចូលចិត្តរឿងនេះយើង admin នឹងបន្តធ្វើសាច់រឿងជូនអ្នកទាំងអស់គ្នាទៀតអញ្ចឹងកុំឲ្យខាត់ពេលយូរយើងមកចូលសាច់រឿងភាគទី6របស់យើងទាំងអស់គ្នាសាច់រឿងភាគទី6ក៏បានចាប់ផ្ដើមឡើងនៅពេលដែលក៏ឃើញថាវ៉ាន់ឆាំងស៊ឺក៏នៅតែសង្កត់ពីលើយាជីនៅឡើយទេយាជីក៏បាននិយាយថាលោកឯងនិយាយរួចនៅបើនិយាយរួចហើយឆាប់ប្រឡែងខ្ញុំទៅស្របពេលនោះដែរយុនជឺក៏បានយកម្ហូបមកដល់ល្មមអាហារមកដល់ហើយអ្នកទាំងពីរក៏ស្របពេលដែលឃើញអ្នកទាំងពីរនឹងកំពុងតែខ្មើដាក់គ្នាតែម្ដងពេលនោះយុនជឺក៏បានគិតក្នុងចិត្តថាអាយ៉ាខ្ញុំគួរតែប្រញាប់ញ៉ាំអាហាររួចរាល់នឹងអាងត្រឡប់ទៅមន្ទីរពេទ្យវិញគឺល្អជាងសាច់រឿងគេក៏បានកាត់បង្ហាញឲ្យពេលឃើញថាពេលដែលយុនជឺមកទិញម្ហូបអ្នកលក់ក៏បាននិយាយថាចាសូមញ៉ាំអាហារដោយរីករាយណាស់បាទអរគុណច្រើនអាយ៉ាខ្ញុំជាគ្រូពេទ្យមួយទាំងមូលយូរទៅខ្លាយទៅជាអ្នកដឹកជញ្ជូនអាហារគេហើយសាច់រឿងក៏បានកាត់មកដល់បច្ចុប្បន្នវិញយាជីមកញ៉ាំបាយចំណែកអាឈឺវិញក៏បានឃើញថានៅអង្គុយត្រង់ភ្លឹងក៏មិនកម្រើកគឺរបៀបថាចាំឲ្យយុនជឺនឹងស្រ័យថង់ម្ហូបឲ្យញ៉ាំនឹងឯងចំណែកយុនជឺក៏បានស្រ័យម្ហូបបើកម្ហូបឲ្យញ៉ាំទាំងហើយវាថាអស់សង្ឃឹមតែម្ដងភ្លាមៗនោះដែរចំហាយក្លិនឈ្ងុយរបស់អាហារក៏បានភាយទៅដល់ច្រមុះរបស់យាជីដែលកំពុងតែវក់ជាមួយនឹងហ្គេមនឹងឯងយាជីក៏បានស្ទុះងើបខ្លួនឡើងមកលឿនរួចក៏និយាយថាអូឈ្ងុយណាស់រួចក៏បានដើរមកតុអាហារទាំងមុខខ្ជិលខ្ជូតណាស់អមេសលេងការគូរបស់មែងហននឹងមែនតើដោយសារតែគាត់គូមានរូបខ្ជិលខ្ជូតលាយជាមួយនឹងសាច់រឿងនឹងគឺបែបល្អមើលហ្មងបន្តសាច់រឿងយ៉ាងទៀតនេះព្រមនោះដែរយាជីក៏បាននិយាយថាយន្តជឿឯងមកដល់តាំងពីអង្កលហ្នឹងបូករួមជាមួយនឹងទឹកមុខដ៏សែនខ្ជិលខ្ជូតណែយន្តជឿវិញក៏ឆ្លើយរបៀបហីមិនម៉ែមកដល់មួយសន្ទុះហើយអាយ៉ាមកដល់មួយសន្ទុះហើយហេតុអីក៏មិនហៅយើងផងយ៉ាប់មែនទាំងរត់មកអង្គុយមកគឹសយន្តជឿមួយទំហឹងអូត្រូវហើយរឿងដែលឯងប្រាប់ថាចង់ពិនិត្យរាងកាយហ្នឹងគឺខ្ញុំគិតច្បាស់ហើយយាយបណ្ដាក៏កាយមីញ៉ាំបណ្ដាកាយយ៉ាងមិនចិត្តដូចមុនចាប់មីមកញ៉ាំបណ្ដារួចក៏និយាយបន្តថាខ្ញុំសម្រេចចិត្តហើយថាថ្ងៃនេះត្រូវតែនាំគេទៅពិនិត្យខួរក្បាលរបស់គេបន្តិចពេលនោះយន្តជឺក៏បាននិយាយថាគឺថាណែនិយាយមិនតន់ចប់ផងអាឈឺក៏បានទាញយន្តជឺចេញហើយក៏និយាយថាពិនិត្យខួរក្បាលសួរបែបជាសំណួរហើយក៏ប្រើជាមួយនឹងខ្សែភ្នែកពិឃាតមកតែម្ដងអូខេលោកមិនបានកើតអីទេគ្រាន់តែពិនិត្យធម្មតាប៉ុណ្ណឹងវាមិនអីទេក៏បានបង្ហាញឲ្យឃើញទឹកមុខរបស់វិនឆាងឈឺដែលថាខឹងអារបៀបថាគេអត់បានកើតអីសុទ្ធតែនាំគេទៅពិនិត្យខួរក្បាលអញ្ចឹងនាំគេទៅពិនិត្យខួរក្បាលធ្វើមើលតែគេគួតយន្តជឺភ្លាមនោះក៏បានមកចាប់ទាញវាជីចេញមកនេះខ្ញុំមានរឿងចង់និយាយជាមួយឯងតិចហើយថៃមិនទាន់ញ៉ាំមីអស់ផងហ្នឹងហើយទាញទៅទាំងមីនៅជាប់មាត់វាជីខ្ញុំបានឮមកថាមានគេចាត់មនុស្សឲ្យដើររកវិនឆាងឈឺច្រើនខ្លាំងណាស់បើឲ្យគេចេញក្រៅនៅពេលនេះគឺវាមានគ្រោះថ្នាក់ខ្លាំងណាស់ឯងនិយាយក៏ត្រូវដែរស្ថានភាពពេលនេះនេះចំពោះគេមិនទាន់មានសុវត្ថិភាពប៉ុន្មានទេអរគុណឯងណាដែលបានរំលឹកខ្ញុំរឿងថ្ងៃក្រោយឯងមិនបាច់ពិបាកចិត្តទេណាសាច់រឿងក៏បង្ហាញឲ្យឃើញថាវិនឆាងស៊ឺក៏បានមកសម្លុតសួររកក៏បានសួរយាជីថាចាងយុនជឺអាណាមនុស្សតើគេនៅណាគេថានាំខ្ញុំទៅមន្ទីរពេទ្យរឿងគឺវាអញ្ចេះមនុស្សដែលចាប់លោកបោះចូលសមុទ្រពេលនេះពួកគេកំពុងទៅតាមរកលោកអញ្ចឹងហើយបើចេញក្រៅពេលនេះគឺមានគ្រោះថ្នាក់ណាស់ណែវិនឆាំងស៊ឺស្ដាប់ហើយគឺនៅឈរថ្មើរចំណែកយាជីក៏គិតក្នុងចិត្តថាឆាប់និយាយតមកខ្ញុំវិញមកចំណែកវិនឆាំងស៊ឺវិញក៏បានអោនទៅរកយាជីភ្លាមនោះដែរក៏មានកំណត់គិតថាហើយខ្ញុំមិនអាចធ្វើជាស្លូតបានទេត្រូវតែធ្វើឲ្យកាចរួចក៏បានបង្ហាញឃើញថាយាជីហ្នឹងក៏ទៅដឹងទៅយកកត្រៃកាត់ស្មៅពីណាទេរួចក៏បានធ្វើដំឡើងសម្លេងដំឡើងសរសៃកអញ្ចឹងទៅនេះបើលោកមិនពេញចិត្តទេទៅកាត់ស្មៅទៅត្រូវកាត់ស្មៅនោះឲ្យស្អាតឲ្យរលោងឲ្យស្មើគ្នាពេលដែលកាត់រួចរាល់ហើយលោកអាចជិះទៅធ្វើការបានហើយយាជីនឹងខំប្រឹងទៅឡើងសលេងប៉ុណ្ណាក៏ដោយចំណែកអាស៊ឺវិញក៏នៅធម្មតាចេះឲ្យអ្នកជំងឺទៅកាត់ស្មៅអញ្ចឹងសមដែរនិយាយទាំងបែរមុខចេញធ្វើមិនខ្វល់ចំណែកយាជីវិញក៏ខឹងបែកផ្សែងទៀតហើយរួចក៏និយាយថាមិនបាននឹងសមកាត់ស្មៅធ្វើដូចជាការហាត់ប្រាណទៅល្អចំពោះសុខភាពលោកដែរហ្នឹងភ្លាមនោះក៏មានសម្លេងទូរស័ព្ទរបស់យាជីរោឡើងរួចក៏ងាកមកធ្វើជាកុំមាត់រួចក៏បែរទៅលើកទូរស័ព្ទមកនិយាយអាឡូលោកសាវមានកាស៊ីណូមួយទៅតែជួសជុលរួចហើយនឹងធ្វើពិធីបើកសម្ពុតនៅថ្ងៃអាទិត្យនេះរួចគេក៏បានបង្ហាញឃើញថាគាត់គឺជាលេខារបស់សាវឯងលូដែលជាឪពុករបស់យាជីនឹងឯងលោកសាវបានសួរថាតើលោកមាន
ពេលទំនេរដើម្បីចូលរួមក្នុងកម្មវិធីនេះដែរទេលៀមនោះយាជីក៏បាននិយាយថាមិនអីទេខ្ញុំមានពេលទំនេរនឹងអាចទៅរួចក៏បិទទូរស័ព្ទចុះហើយក៏បានគិតក្នុងចិត្តថាល្អណាស់ខ្ញុំមានឱកាសអាចសួរលោកប៉ាពីរឿងរបស់វុនឆានស៊ឺពីរឿងបាត់ខ្លួនរបស់គេដែរចឹងសាច់រឿងនៅភាគទី6របស់យើងគឺបានចប់ត្រឹមនឹងដោយសារតែអត់មានពេលអ្នកនរគ្នាចុះអត់មានអាចធ្វើវីដេអូឲ្យបានតែម្ដងមួយភាគទេអាចធ្វើបានម្ដងពីរភាគអ្នកនរគ្នាទេអធិស្ឋានមែនតើហើយក៏អរគុណអ្នកនរគ្នាបើសិនជាចង់លើកទឹកចិត្តadmin ឬក៏ចង់admin ធ្វើវីដេអូឲ្យអ្នកនរគ្នាបានច្រើនសូមជួយលើកទឹកចិត្តadminតាមរយៈ ABAQR អរគុណអ្នកនរគ្នាជួបគ្នានៅវីដេអូក្រោយបាយបាយ